សួស្តីបងប្អូនទាំងអស់គ្នាសួស្តីបងប្អូននិស្សិតក៏ដូចជាបងប្អូនជនរួមជាតិជាទីស្រឡាញ់ចាធ្លាប់ជួបបញ្ហាប្រឈមនឹងផលជះនៃការអប់រំឬក៏ការស្ដីបន្ទោសបែបមិនទុកមុខធ្លាប់ជួបទេចាជាទូទៅបញ្ហានៃកិត្តិយសគឺសំខាន់ខ្ញុំឃើញបុគ្គលភាគច្រើននៅពេលគាត់ទទួលជោគជ័យនឹងអាជីពឬក៏គាត់ទទួលជោគជ័យនឹងបញ្ហាជីវិតខ្លួនឯងហើយគាត់យកសមត្ថភាពតាក់ទងទៅនឹងផ្នែកអ្វីដែលគាត់ទទួលបានគាត់សំដៅទៅលើសកម្មភាពដែលគាត់ធ្វើទៅលើបុគ្គលមានច្រើនរូបភាពដូចជាការអប់រំឬក៏ការស្ដីបន្ទោសមានបែបផែនខុសៗគ្នាចានៅក្នុងស្ថាប័នឬនៅក្នុងគ្រួសារក៏ដោយបុគ្គលម្នាក់ៗតែងតែមានកិត្តិយសនិងក្តីស្រឡាញ់ផ្សេងគ្នានិងខុសគ្នាក៏ប៉ុន្តែប្រសិនបើក្នុងការដែលយើងស្ដីបន្ទោសបែបលក្ខណៈមិនទុកមុខមានន័យថាម៉េចស្ដីបន្ទោសបែបមិនទុកមុខមានន័យថានៅក្នុងចំណុំចំណោមឬក៏នៅក្នុងកណ្ដាលវាលឬក៏មជ្ឈដ្ឋានជុំវិញប្រកបទៅដោយបុគ្គលជាច្រើនហើយយើងចង់បង្ហាញអំណាចខ្លួនឯងថាយើងគឺជាមនុស្សខ្លាំងដោយបែបផែនដែលយើងស្ដីបន្ទោសឲ្យបុគ្គលណាម្នាក់នៅពេលដែលនៅមានមនុស្សជាច្រើននៅពេលនោះផលដែលយើងទទួលបានគឺកត្តាបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនយើងចាទី1ទី2អ្វីដែលយើងទទួលបានគឺបេះដូងមិនពិតហេតុអីខ្ញុំសូមលើកបញ្ហាវិជ្ជមាននិងអវិជ្ជមាននេះខ្ញុំសូមលើកពីបញ្ហាកត្តាដែលវិជ្ជមានជាមុនសិនមនុស្សម្នាក់មានកិត្តិយសរៀងខ្លួនចាទោះជាបុគ្គលនោះក្រក្តីមានក្តីក៏គាត់មានកិត្តិយសបែបផ្សេងគ្នាបញ្ហាដែលប្រឈមចំពោះបុគ្គលដែលមានកំហុសប្រសិនបើគាត់មានកំហុសត្រឹមតែខ្សែភ្នែកដែលយើងមើលទៅកាន់គាត់បើបុគ្គលគាត់មានបំណងចង់កែទី1យើងមើលខ្សែភ្នែកទៅកាន់គាត់នឹងយល់ថាយើងដឹងពីអ្វីដែលគាត់កំពុងតែធ្វើឬក៏កំហុសរបស់គាត់យើងពុំចាំបាច់ស្ដីបន្ទោសឬក៏ថាឲ្យឬក៏កណ្ដាលចំណុំចំណោមត្រូវស្រែកជេរស្ដីការអប់រំបែបនេះវាធ្វើឲ្យមិនត្រឹមត្រូវតាមពេលវេលានិងទីកន្លែងហើយការអប់រំបែបមិនសមស្របតាមពេលវេលានិងហេតុផលច្បាស់លាស់ក្នុងការណែនាំអ្នកនឹងទទួលបានក្តីស្រឡាញ់ពីគាត់មិនពិតប្រាកដក៏ប៉ុន្តែបើអ្នកចេះអប់រំនិងណែនាំគាត់សមស្របតាមកលៈទេសៈនៅក្នុងការអប់រំឬក៏ណែនាំពេលនោះអ្នកនឹងទទួលបានផលវិជ្ជមានវិញគឺបេះដូងចាសូមអរគុណ